ខ្ញុំធ្លាប់ចែកម្លេចហើយមនុស្សអភពគូគឺគាត់តែងតែមានតួលេខចូលលើខ្លួនឯងឬក៏លេខជាសូននៅមុខចាគឺគាត់មិនបាច់មានតាក់ទងមួយនឹងរឿងបងប្អូនជឿបែបផ្សេងខ្ញុំមិនដឹងទេតែខ្ញុំរឿងក្បួនរបស់ខ្ញុំនេះខ្ញុំមកចែកម្លេចនេះគឺខ្ញុំបង្ហាញនៅភាពស្មោះត្រង់ខ្ញុំអត់បានបោកបញ្ឆោតឲ្យបងប្អូនរៀបនេះរៀបនោះរឿងការរៀបចំមិនមែនអត់ចេះរៀបទេបងប្អូនបើខ្ញុំចង់ឲ្យបងប្អូនរៀបអីមួយមានន័យថាខ្ញុំធ្វើបានហើយបើខ្ញុំឲ្យរៀបចាបើខ្ញុំឲ្យរៀបហើយគឺដឹងតែបានតែបើខ្ញុំប្រាប់ថារៀបមិនបានខ្ញុំអត់ឲ្យរៀបដាច់ខាតហើយតាំងពីខ្ញុំមើលរយៈពេល20ឆ្នាំខ្ញុំមិនដែលឲ្យណាងាយរៀបអីព្រៀបដែរចាលុះត្រាតែគិតមកសុំខ្ញុំឲ្យរៀបឬក៏សុំថាធ្វើពិធីចុងក្រោយនៅក្នុងពេលវេលាមួយដែលថាគាត់អស់កន្លែងទៅគាត់សុំធ្វើពិធីចុងក្រោយនោះខ្ញុំធ្វើឲ្យគាត់ចាហើយខ្ញុំធ្វើគាត់នោះលុះត្រាតែមើលទៅថាទៅអាចទីមកបានឬអត់បានខ្ញុំធ្វើបើថាមើលទៅទីចាំបានខ្ញុំក៏នៅតែបដិសេធដាច់ខាតថាអត់ធ្វើទេអញ្ចឹងណានឹងហើយខ្ញុំអត់ចេះធ្វើព្រៀបផ្លាស់ទេព្រោះហេតុអីបងប្អូនរឿងយកគេដំណើរពលឹងដូនតាមកបោកប្រឆោតមនុស្សខ្ញុំប្រាប់មកកុហកបោកប្រាស់មនុស្សគឺស្លាប់ទាំងរស់វេទនាណាអូអត់បានទេអ្នកដឹងដូចខ្ញុំអត់ហ៊ានទេខ្ញុំនិយាយមែនខ្ញុំចែកម្លេចត្រង់យ៉ាងចាតែបើសិនជាបងប្អូនជួបមនុស្សដែលគេនិយាយត្រង់ហើយរៀនឲ្យតម្លៃគេផងមិនចាំខ្ញុំមានអ្នកផ្សេងទៀតចាឲ្យតម្លៃមកការនិយាយអីក៏ដោយការធ្វើអីក៏ដោយរៀនគោរពពាក្យសម្ដីដូចយើងទៅបន់ចឹងរៀនគោរពពាក្យសម្ដីចាការធ្វើអីក៏រៀនគោរពពាក្យសម្ដីណាបងប្អូនអត់គោរពពាក្យសម្ដីជាមួយនឹងមនុស្សនិយាយត្រង់ស្មើនឹងបងប្អូនបំផ្លាញខ្លួនឯងខ្ញុំនិយាយមែនណាកុំសន្យាអីមួយនឹងនិយាយត្រង់អសោះចាបើចាំនិយាយត្រង់ឬក៏បងប្អូនទៅនិយាយជាមួយណាជាមួយគ្រូណាក៏ដោយកុំផ្ដេសផ្ដាស់ពាក្យថាគ្រូឬក៏មនុស្សឬក៏កូនឬក៏ចៅក៏កុំសន្យាផ្ដេសផ្ដាស់បើយើងធ្វើមិនបានកុំរៀនកុហកណានឹងជាគំរូទៅគឺគាត់តែយើងកុហកមួយជាគំរូអាក្រក់មួយបាត់ទៅហើយដែរណានឹងខ្ញុំបញ្យល់តែប៉ុណ្្នឹងឯងប៉ុន្តែតើទៅជាមួយនឹងរឿងជាមួយនឹងលេខដែលយើងជួបជាមួយនឹងលេខដែលជាចោលលើខ្លួនឯងឬក៏លេខសូននៅមុខនេះគឺពិបាកណាស់គ្មានអីជួយបានទេណាចាលុះត្រាតែយើងចង់បានគូសកលយើងអង្គុយត្រូគេបាច់គូសកលទេលេខសូននៅមុខលេខជាចោលលើខ្លួនឯងនេះមិនងាយមានអ្នកឲ្យតម្លៃទេយើងគេឲ្យតម្លៃយើងពេលយើងមានយើងបានយើងល្អយើងឲ្យទៅគេគេទៅសើយើងខ្ញុំយល់តែសាក់តែយើងធ្លាក់ដណ្ដាបមើលសាក់តែយើងអត់មើលមុខយើងគេមើលផងមិនបាច់ចាំតាគ្រួសារឬក៏ប្តីប្រពន្ធអីទេក្រុមគ្រួសារឬក៏ប្តីប្រពន្ធឬក៏អ្នកតេទេលេខគឺចឹងមនុស្សយើងគឺមិនថាដូចគេថាហើយអីខ្ញុំវេទនាម្លេះជួយគេបែរជាធ្វើគុណបានទោសមិនខ្វល់ទេបុណ្យយើងធ្វើទៅបើយើងធ្លាប់តែធ្វើគុណជាមួយនេះបានទោសហើយបន្តធ្វើធម្មតាចាបន្តធ្វើធម្មតាមិនបាច់ចាំខ្វល់ខ្វាយណាជួយយើងណាមិនឲ្យយើងណាមិនស្គាល់យើងមិនបាច់តូចចិត្តទេតទៀតជាតិទៅមុខទៀតកុំជួបថ្ងៃខាងមុខទៀតកុំជួបនៅបែបហ្នឹងធ្វើទៅកុំតូចចិត្តកុំមិនធ្វើកុំសក់រោគេវិញណាចារឿងខ្លះខ្ញុំមកចែកលេខបងប្អូនគឺខ្ញុំចែកម្លេចដោយមានបណ្ដាញសង្គមនេះខ្ញុំមានសមត្ថភាពខ្ញុំបញ្យល់បងប្អូនឲ្យយល់ពីជំនឿចាដោយរឿងចែកកាច់ខ្នៃតាន់រឿងជាច្រើនក៏ពិតទៅការយកមកនិយាយត្រូវតែនិយាយពេលខ្លះរឿងខ្លះត្រូវតែនិយាយបើមិននិយាយបងប្អូនខ្លាចដូចគ្រោះថ្នាក់អញ្ចឹងលេខថាមានគ្រោះគ្រូនេះថាមានគ្រោះហើយទៅកាត់គ្រោះស្អែកឡើងគ្រោះថ្នាក់ភ្លាមមូលហេតុអីដឹងអត់យើងប្រមាថយើងបើកហួសល្បឿនកំណត់យើងអត់ចេះគោរពជាមួយនឹងច្បាប់ចរាចរណ៍ណាចាយើងគួរតែដឹងពេលវេលាសត្រូវបើយើងដឹងពេលវេលាសត្រូវហើយក៏ទៅក៏ត្រូវតែប្រយ័ត្នដែរប៉ុន្តែគិតតែបើយើងដឹងពេលវេលាសត្រូវបើយើងគ្រោះថ្នាក់អីមួយវាគិតតែសើស្បែកវាអត់បាត់បង់ជីវិតអញ្ចឹងណានឹងអីចាតែក៏មិនអោយបងប្អូនប្រមាថដែរចាពាក្យថាកាត់គ្រោះនោះវាគិតតែយើងទៅទាញជាមួយនឹងវិញ្ញាណដែលទៅតាមផ្លូវវាធម្មតាតែពេលយើងជុំមកសត្រូវភ្លាមពឹបគ្រោះថាពឹបវាទាញពលឹងយើងវាទាញយើងបានវាទាញយើងឲ្យគ្រោះថាអត់បាត់បង់ជីវិតបានចាំថាយើងកុំអោយពួកនឹងវាមកប៉ះពិលយើងបានការកាត់គ្រោះដូចខ្ញុំតែនិយាយចឹងកាត់ឲ្យចំថ្ងៃអន្សាខាងរណូចបែបទៅលិចចាមិនចាំធ្វើអំបិលបានតែម្ដងទេហើយឲ្យតាមលេខអន្សាដែរឲ្យធុកតាមលេខអន្សាដែរចាមិនបាច់ចាំទៅអ្នកណាទេយើងធ្វើខ្លួនឯងឲ្យមានតាំងតែបល័យដូចខ្ញុំតែងចែកលេខចឹងប៉ុន្តែបល័យខ្ញុំតែចែកលេខខាងតាមតម្លៃសង្គមឯងខ្ញុំចែកលេខទៅមកបងប្អូនដែលគាត់តាក់ទងមកខ្ញុំចឹងណាហ្នឹងហើយចាស្ដាប់បើកទៅសំឡេងខ្ញុំទៅធ្វើវិធីហ្នឹងទៅអានឹងយើងអាចបញ្ជាជាមួយនឹងពពួកអាប់នោះបានតែបើរឿងថាឲ្យវាផុតគ្រោះថ្នាក់ទាំង100%គ្មានអ្នកណាជួយបងប្អូនបានផុតគ្រោះថ្នាក់100%ទេអត់មែនទេចាណា
ពាក្យថាគ្រោះអាម៉ាត់យើងគ្រាន់តែសូត្រដើម្បីបណ្ដេញពួកអមនុស្សនឹងដែលប្រសងព្រះសង្ឃដែលយើងតែងសូត្រកាត់គ្រោះឬក៏លោកគ្រូធំដែលគាត់តែងសូត្រកាត់គ្រោះយើងគាត់មានជាបល័យឈ្នះមាឧបមានមោពុទ្ធិទេពិសោព្រះវិអរហង្គសម្មាសម្ពុទ្ធប្រមេតាសព្វលេមហានិជុបញ្ញវុទ្ធាអីចឹងទៅណាបល័យមេរងឹបអីចឹងទៅហ្នឹងហើយចាចឹងទៅយើងសូត្រនឹងហើយគឺយើងធ្វើពិធីនឹងបានន័យថាយើងបានមួយឆ្នាំនៅការបណ្ដេញពពួកអមនុស្សនោះមិនអោយមកបៀតបៀនយើងបានហើយបូរួមជាមួយនឹងការចេះយើងមានការប្រុងប្រយ័ត្នឲ្យដឹងពីលេខសត្រូវលេខចោលរបស់យើងទៅណានេះហើយមិនថាកាត់គ្រោះហើយធ្វើខ្លួនឯងអស់ចាកតាមតាណាមែនទេណាអត់ផុតខ្លួនឯងខាតចាធ្វើអីមិនឲ្យបងប្អូនតែឃើញជួបរឿងនៅយើងធ្វើអីមួយទៅលើលេខសត្រូវលេខចោលរបស់យើងគេលួចយើងគេបង្កបញ្ហាយើងគេចោទយើងតែបើយើងធ្វើវិធីមិនក៏ដោយអានឹងវារឿងអីគេវាជារឿងពិតណាខ្ញុំអត់មកបំភ័យទេណាខ្ញុំមកបញ្យល់ឲ្យយល់ចាឲ្យអ្វីទៅហៅថាជំនឿអ្វីទៅដែលថាជំនឿដូនតារបស់យើងហើយមិនយើងអង្គុយទៅកាន់ទិញចែកាច់ខ្លាយតារបស់ខ្លាំងមកដាក់ក្នុងគុណយើងដើម្បីការពារយើងបើយើងធ្វើអាក្រក់គ្មានស្អីមកជួយយើងបានទេមានតែពពួកនោះមរុតយើងកាន់តែខ្លាំងចាហើយរឿងចែកាច់ខ្លាយតានេះណាពីមុនមកដែលតាខ្ញុំគាត់ជាមេតាហ៊ានធំគឺគាត់តែងតែទៅបានពីព្រៃទេហើយមានវិញ្ញាណទៀតហើយមានក្បួនគេរៀបចំឲ្យអាពួកអស់នឹងស៊ីមិនអីមិនទៀតនោះណាហើយដូចរឿងបល័យគេសូត្រពួកបល័យសូត្របល័យស្នេហ៍មួយដែលខ្ញុំភាសាសាលកាលិនថងបល័យនេះខ្ញុំប្រាប់តាខ្ញុំអត់ឲ្យសូត្រផ្ដាស់ទេណាចាបល័យនេះនៅពេលដែលសូត្រគេត្រូវមានក្បួនមួយណាអត់ចេះតែធ្វើទេស្ពាក្យថាស្នេហ៍មួយម៉ាត់មើលចេះគេហ៊ានងាយនិយាយងាយឲ្យធ្វើទេមនុស្សកាន់បានក្បួនអីក៏ដោយអ្នកណាដែលមានក្បួនកម្រិតណាក៏ដោយគេមិនមែនចេះតែនិយាយប្រាច់ទេអើយលោកអើយសប្តាហ៍ថ្ងៃនេះបងប្អូនកុំចេះតែធ្វើតាមនៃការចេញវាអត់យល់ន័យប្រយ័ត្នមានបញ្ហាខ្លួនឯងខ្ញុំប្រាប់ចាប្រយ័ត្នណាមែនទេនៅមិនរឿងលេងសើចងាយស្រួលទេហើយដែលឃើញខ្ញុំកាត់សេចក្តីរឿងលេខល្អមិនល្អនៅក្នុងតាមបណ្ដាញសង្គមបងប្អូននេះអត់ទេណាចាដោយសារមូលហេតុអីដឹងអត់ទោះបីបងប្អូនបានគ្នាដោយលេខមិនល្អក៏ប៉ុន្តែបងប្អូនជ្រើសខែថ្ងៃឆ្នាំដែលមានពិធីល្អបងប្អូនជួយយកបងប្អូនបានចាជួយយកបងប្អូនបានតែបើបងប្អូនបានគូសកលដែលល្អតែយើងរៀបចំពិធីមង្គលរបស់យើងនេះទៅលើលេខដែលជាសត្រូវនឹងប្រឆាំងvớiពុទ្ធសាសនាយើងនឹងមានបញ្ហាខ្លួនឯងបងប្អូនឆ្នាំនេះនោះអស់ចាក៏ប៉ុណ្ណាក៏ដោយណាចារឿងនេះជាការពិតណាការចែកម្លែករបស់ខ្ញុំតែងតែចង់ពន្យល់ទៅបងប្អូនឲ្យយល់ហើយមិនមែនរឿងដែលខ្ញុំចែកវិញនេះប៉ុន្តែគិតថាច្រើននេះតិចតែបែរឲ្យបងប្អូនយល់ហើយខ្ញុំមិនដែលបានមកប្រកាសថាធ្វើអញ្ចឹងទៅល្អអត់ទេណាបងប្អូនខ្ញុំអត់ទេណាចាពោះពាក្យថាល្អមួយម៉ាត់ស្មើនឹងយើងផ្សព្វផ្សាយឲ្យតែគេយល់ហើយនៅពេលដែលគេកើតទុកលំបាកយើងអត់ជួយគេរួចនឹងឲ្យបាបទោសកាន់តែខ្លាំងបើសិនជាមនុស្សដែលធ្វើបែបនោះគូកុំមានគ្រូសាល្អជាងកុំមានគូបញ្ចាល្អជាងចុងទេកម្មពីរៀនណាចាមិនរឿងនេះសោយលេងសួរទេគេរៀបចំបច្ច័យឲ្យគេគិតថាបង្ខាត់ខ្វះទៅតែបើតើតុងជាមួយនឹងមកចង់តែធ្វើសំដីមកចិនទៅមកចិនទៀតអត់បានទេវាឲ្យយើងរស់ស្រួលតែរយៈពេលតាមរិស័យឆ្នាំឲ្យយើងពពួកព្រាយពពួកខ្មោចអមនុស្សអីទាំងអស់ដែលយើងចាំវាចាខ្ជិលរៀបរាប់ច្រើនណាស់តែប៉ុណ្្នឹងណានឹងឲ្យសំខាន់បើសិនជាឲ្យខ្ញុំប្រាប់ថាត្រូវធ្វើពិធីដើម្បីឲ្យបានគូសកលល្អខ្ញុំអត់មានពិធីធ្វើខ្ញុំគ្រាន់តែបញ្យល់តែប៉ុណ្្នឹងឯងពិធីវិជាតែមានប៉ុន្តែវាអត់បានប្រយោជន៍អញ្ចឹងបើចង់ឲ្យបានថាល្អប្រសើរនឹងត្រូគេបានចឹងបើសិនជានឹងធ្វើបើនឹងមានតួលេខដូចខ្ញុំប្រាប់តាលេខជាសត្រូវជាចោលលើខ្លួនឯងនឹងជាលេខ0នៅមុខចឹងទៅឲ្យអាសាត្រូគេខ្លាំងតិចទៅព្រោះមានសុខបើសិនជានឹងចង់សុខដោយសារគេផ្ដល់ឲ្យទាំងផ្លូវកាយផ្លូវចិត្តអីនោះអត់ទេមនុស្សដែលមានលេខតួនឹងគឺពិបាកតិចហើយណាហ្នឹងហើយ